បាទជំរាបសួរមេទាំងអស់គ្នាបាទជំរាបសួរពុកម៉ែតាយាយទាំងអស់គ្នាផងដែរបាទថ្ងៃនេះខ្ញុំបាទចង់បង្ហាញវីដេអូមួយចែករំលែកទៅដល់បងប្អូនអរគ្នាទស្សនាបាទហើយគេគ្រប់គ្នាគេយកត្រីសត្រីអីធ្វើត្រីឆ្អើបាទឥឡូវនេះខ្ញុំអត់មានត្រីសត្រីអីធ្វើត្រីឆ្អើទេគឺខ្ញុំយកត្រីផ្ទក់ធ្វើត្រីឆ្អើតែម្ដងបងប្អូនបាទហើយត្រីផ្ទក់នេះគឺមិនមែនបូមស្រះរបស់ខ្ញុំទេណាខ្ញុំអត់មានស្រះទេគឺខ្ញុំទិញគេយកមកធ្វើត្រីឆ្អើបងប្អូនគិតទៅចង់សើចដែរបងប្អូនណាទិញត្រីផ្ទក់យកមកធ្វើត្រីឆ្អើសុកចិត្តហូបស្រស់មិនហូបចង់ហូបត្រីឆ្អើបងប្អូនណាបាទតោះឥឡូវយើងទៅតាមដានទស្សនាជាមើលតើត្រីផ្ទក់នឹងប៉ុណ្ណាដើម្បីខ្ញុំយកមកធ្វើត្រីឆ្អើហ្នឹងជាមើលតើវាប៉ុណ្ណាបងប្អូនណាឥឡូវយើងទៅតាមដានទាំងអស់គ្នាបងប្អូនបាទនេះបងប្អូនត្រីផ្ទក់ដែលខ្ញុំត្រូវយកមកធ្វើត្រីឆ្អើបងប្អូនណាបាទនេះតិចទៀតខ្ញុំឲ្យបងប្អូនមើលនៅលើឆ្អើប៉ុណ្ណាខ្ញុំរៀបហើយខ្ញុំថតឲ្យបងប្អូនគ្នាមើលណាបងប្អូនបាទបងប្អូនគ្នាហើយយើងយកវាមករៀបលើស្លឹកចេកចេះបងប្អូនណារៀបលើស្លឹកចេកចេះដើម្បីកុំឲ្យវាស្អិតជាប់ជាមួយនឹងស្ទាសដែលយើងហាក់យើងឆ្អើបងប្អូនបាទយើងទ្រាំស្លឹកចេកចឹងមកបងប្អូនណាបាទយើងទ្រាំស្លឹកចេកហើយយើងរើសយកមកដាក់ឆ្អើអញ្ចឹងមកបងប្អូនបាទធ្វើអញ្ចឹងគឺដើម្បីការពារវាស្អិតជាប់ជាមួយនឹងដែកដែលយើងឆ្អើបងប្អូនណាបាទដែលយើងឆ្អើធំចេះយើងស្រួលបងប្អូនមានសាច់ច្រើនសម្រាប់យើងចង់ធ្វើអីក៏បានដែរចង់បុកស្វាយក៏បានយើងចង់បុកកន្ទុយហេះក៏បានយើងចង់បុកអំពិលក៏បានដែរពេលយើងឆ្អើហើយបងប្អូនអ្នកគ្នាបាទពេលដែលយើងឆ្អើត្រីទុយពេកយើងបាក់បេះបងប្អូនយើងកុំឲ្យបាក់បេះហើយយើងឆ្អើធំយើងមកស្រួលបកទៅស្បែកមកកាច់យកបងប្អូនណាបាទនេះឥឡូវទៅរៀបបានចិត្តអស់ហើយបងប្អូនត្រីនេះទិញគេមកប្រហែលជា10គីឡូហ្នឹងជិត10គីឡូបងប្អូនជិត10គីឡូហើយឆ្អើទៅមិនស្រួលនៅ5នៅ3គីឡូឯហ្នឹងមើលទៅបាទហើយបងប្អូនមួយចំនួនគេយកត្រីសត្រីអីធ្វើត្រីឆ្អើអញ្ចឹងណាហើយខ្ញុំវិញខ្ញុំអត់មានទិញត្រីសទេខ្ញុំខ្ជិលធ្វើអញ្ចឹងហើយខ្ញុំខ្ជិលដោតខ្ញុំទិញត្រីទូកយកមកធ្វើវិញម្ដងព្រោះថានេះយើងបាច់ដោតទេយើងដាក់យកហ្មងបងប្អូនដោយសារវាពេញទៅទៀតដែរអញ្ចឹងយើងរៀបដាក់យកបងប្អូនណាយើងដាក់អញ្ចឹងមកបងប្អូនរៀបមកឲ្យវាទៅនៅលើកណ្ដឹងទៅកុំឲ្យវាធ្លាក់បងប្អូនណាធ្វើម៉េចកុំឲ្យវាខុសពីស្ទះដែលយើងដាក់ទ្រាប់ពីក្រោមបងប្អូនបាទអញ្ចឹងនៅសល់តែបន្តិចទៀតអស់ហើយបងប្អូនដោយសារតែត្រីហ្នឹងវាមានទូចមានធំអញ្ចឹងយើងដាក់ធំនៅកណ្ដាលទូចនៅខាងបាទជៀសវាងវានេះណាបងប្អូនបាទឥឡូវយើងទៅរៀបប្រែតចឹងមកហើយយើងចាំបន្តិចទៀតយើងនឹងយកស្លឹកចេកមកគ្របពីលើបងប្អូនបាទឥឡូវនេះខ្ញុំកំពុងតែប្រហើយត្រីនៅទូចក្រៀបហ្នឹងបងប្អូនអ្នកគ្នាបាទឥឡូវនេះខ្ញុំកំពុងតែដាក់ហើយបងប្អូនដាក់ហើយបាទបងប្អូនអ្នកគ្នាឥឡូវនេះខ្ញុំរៀបចំហើយបានប៉ុណ្ណេះឯងត្រីឆ្អើខ្ញុំណាបានប៉ុណ្ណេះទេបាទហើយខ្ញុំអត់ដឹងតែឆ្អើប្រហែលថ្ងៃបានវាកើតត្រីឆ្អើទេតែសំខាន់ឥឡូវខ្ញុំបានដាក់ឆ្អើហើយបងប្អូនណាបាទបន្ទាប់ពីយើងរៀបអញ្ចឹងហើយបងប្អូនអ្នកគ្នាយើងរៀបលើស្លឹកចេកអញ្ចឹងហើយយើងយកស្លឹកចេកមួយទៀតយកមកគ្របវាដើម្បីជៀសវាងវាមានបញ្ហាសាច់ជាន់ត្រីឆ្អើនេះ3 គីឡូឆ្អើឲ្យសល់3 2ខាំទិញត្រី3 គីឡូយកមកឆ្អើឲ្យសល់3 2ខាំត្រី3បាន2ខាំហ្នឹងអូស្ងួតអស់ហ៎ស្ងួតជាតិអស់ហើយវានៅសល់3 2ខាំឯពេកបាទអូខេឥឡូវខ្ញុំរៀបចំរួចរាល់ចាំតាមដានទស្សនាវីដេអូបន្តទៀតបងប្អូនណាអូខេបងប្អូនអ្នកគ្នាឥឡូវយើងមកឆែកមើលត្រីឆ្អើរបស់យើងតើត្រីឆ្អើរបស់យើងហ្នឹងវាបានប៉ុណ្ណាបងប្អូនឥឡូវយើងចាប់ផ្ដើមឆែកមើលបងប្អូនណាបាទនេះយើងដាក់ពេលព្រឹកហើយយើងឆែកពេលល្ងាចបងប្អូនបាទយើងឆែកពេលល្ងាចបាទហើយនេះឃើញថារៀងសពតិចបងប្អូនណារៀងសពតិចហើយបាទអានេះគឺយើងឆ្អើត្រូវការពេល2ថ្ងៃទៅ3ថ្ងៃបងប្អូនបានវាក្រៀមល្អព្រោះថាយើងឆ្អើនេះយើងប្រើភ្លើងផ្សែងភ្លើងតិចទេយើងមិនមែនដាក់ភ្លើងកម្ដៅដូចយើងអាំងត្រីទេណាបងប្អូនទាំងគ្នាបាទឥឡូវនេះគឺរយៈពេល2ថ្ងៃ3ថ្ងៃទាំង3ថ្ងៃនេះណាបងប្អូនបាទយើងឃើញថាបានប៉ុណ្ណេះបងប្អូនអើយបានប៉ុណ្ណេះដែរបាទអស់នឹងចង់4 5 6គល់ហើយបើគិតតែពីសាច់អស់វិញចង់លើសត្រីទៀតបងប្អូនបាទតែទោះយ៉ាងណាក៏យើងបានត្រីឆ្អើដ៏ឆ្ងាញ់របស់យើងណាបងប្អូនណាគឺក្រៀមល្អបងប្អូនណា ក
ក្រៀមល្អឲ្យសាច់ស្អាតទៀតបងប្អូនបាទនេះដូចបងប្អូនបានឃើញអញ្ចឹងណាបងប្អូនបាទការធ្វើត្រីឆ្អើរគឺវាត្រូវការពេលយូរបងប្អូនមិនដូចយើងអាំងត្រីទេបាទជាចុងក្រោយសូមអរគុណច្រើនសម្រាប់ការតាមដានរបស់បងប្អូនទាំងគ្នាជូនពរសុខភាពល្អសង្ឃឹមថាបងប្អូនទាំងគ្នាជួយ follow page និង share ម្នាក់មួយផងបងប្អូនណាអរគុណច្រើនជម្រាបលា